ដល់រដូវទុរេនទុំហើយចាំម្កាលទៀតទៅលេងចកាទុរេនតបងប្អូនទៅលេងចកាទុរេនទាំងអស់គ្នាសួស្តីពុកម៉ែបងប្អូនថ្ងៃនេះនាំពុកម៉ែបងប្អូនមកមើលចកាទុរេនតិចថ្ងៃនេះនាងខ្ញុំមកចកាទុរេននៅឯអូរាំងឪបើគិតជីពីផ្ទះខ្ញុំទៅប្រហែលជាកន្លះម៉ោងគឺដល់ហើយបងប្អូនវានៅចិត្តផ្ទះដែរអញ្ចឹងទៅក៏នាំគ្នាមកចកាទុរេននៅសាឃ្លានទុរេនចង់ញ៉ាំទុរេនផងមកដល់ចកាទុរេនហើយក៏ថតរូបឲ្យពុកម៉ែបងប្អូនបានមើលផងដែរហើយអត់ហ៊ានទិញទុរេនពីផ្សារទេណាពុកម៉ែបងប្អូនដោយសារតាទុរេននៅខាងវៀតណាមហ្នឹងឮថាចិនគេអត់ទទួលទិញទេឃើញព័ត៌មានផ្សព្វផ្សាយថាមានគីមីច្រើនពេកហើយគេពិនិត្យទៅឃើញមានគីមីច្រើនអញ្ចឹងទៅក៏គេអត់ទិញហើយនៅវៀតណាមហ្នឹងក៏ប្រជាជនវៀតណាមក៏អត់ហ៊ានទិញដែរខ្ញុំឃើញព័ត៌មានដឹកយកទុរេនទៅចាក់ចោលកប់ចោលទាំងឡានណែឈូមកកប់ទេមួយបាត់មកដាមកបងប្អូនដឹងអត់ពេលមកដល់ចកាទុរេនណាទុរេន1គីឡូ25,000មិនមែនដូចអ្នកគេផុសតាម Facebook ទុរេនមួយផ្លែ10000ទុរេន1គីឡូតែ20000ឬក៏18000ទេនាងខ្ញុំមកដល់ចកាចាស់ចកាគេលក់ទុរេន1គីឡូ25000 1000ក៏គេអត់ចុះថ្លៃដែរបងប្អូនចាបងប្អូនដល់ថ្នាក់ឃ្លានទុរេនអត់ហ៊ានទិញនៅផ្សារទេបងប្អូនអើយដោយសារគីមីច្រើនយើងអត់មានឧបករណ៍សម្រាប់ផលិតគីមីឬក៏យ៉ាងម៉េចទេដល់ពេលយើងទិញយកមកញ៉ាំទៅយើងបានតែកើតជំងឺមហារីកនឹងឯងក៏ឆ្លៀតពេកប្តីប្រពន្ធទំនេរអញ្ចឹងក៏នាំកូនហ្នឹងក៏ទៅលេងនៅចកាផងដែរបើសិនជាបងប្អូនចាប់អារម្មណ៍អាចមកលេងចកាទុរេនអូរាំងឪបានដោយសារតែខ្ញុំឃើញទុរេនរបស់គាត់វាអត់ទាន់ទុំល្អដែរទេអូយទុរេនច្រើនណាស់ខ្ញុំទៅទិញទុរេនហ្នឹងខ្ញុំយកមកទុកបន្ទុំផ្ទះដែរហ្នឹងក៏ថាប្រហែលជា2-3ថ្ងៃអីអាចហូបបានហើយឥឡូវនេះខ្ញុំទិញយកមកផ្ទះហើយប្រហែលជា2ថ្ងៃទៀតហូបបានខ្ញុំអត់ទាន់ដឹងទេចាំមើលខ្ញុំពុះឲ្យបងប្អូនមើលនេះខ្ញុំថតកាត់តទុកប្រហែលជាមុន2ថ្ងៃចាបងប្អូនទុរេនគាត់អាចចូលទៅដល់ចុងខែ6អីបានទុំអស់អញ្ចឹងទៅនៅចកាក៏គាត់បើកទ្វារចោលអញ្ចឹងណាតែបើសិនជាបងប្អូនមកដល់ហ្នឹងអត់ឃើញចកាគាត់បើកទ្វារអីទេអាហ្នឹងគាត់ន័យថាទុរេនរបស់គាត់ទុំអស់ហើយពេលខ្ញុំទៅហ្នឹងទុរេនគាត់ប្រហែលជានៅសល់តែ5ផ្លែទេដែលចាស់ដែលគាត់បេះយកមកដាក់ទុកលក់នឹងឯងហើយក្រៅពីហ្នឹងនៅខ្ចីទាំងអស់នៅលើដើម1 2អស់ហើយអត់មានទុំហើយមើលទៅសួរគាត់គាត់ថាអត់មានទេទុកចោលទិញទៅទុកផ្ទះ3ថ្ងៃបានទុំហ៎បងប្អូននៅក្បែរផ្ទះទិញយូរពេកនៅខ្ចីហ្នឹងមិនធម្មជាតិគាត់បេះឲ្យ2ថ្ងៃទៅទុំចាំមើលសួរគាត់មកបេះពីដើមមករសារមកណៃមើលកូនចាបងប្អូនមិញហ្នឹងនាងខ្ញុំនិយាយជាមួយនឹងអ៊ីម្នាក់ដែលគាត់មកចកាទុរេនហ្នឹងគាត់ចង់ទិញទុរេន10-20គីឡូហ្នឹងផ្ញើកូនគាត់នឹងពេញដែរប៉ុន្តែសំខាន់នៅពេលដែលមកហ្នឹងគឺអត់មានទុរេនទុំដើម្បីទិញផ្ញើទេតែមិនដឹងថាគាត់ទិញអត់ទេព្រោះអីដោយសារទុរេនហ្នឹងវាអត់មានទុំអីចឹងណាហើយគាត់ប្រហែលជាគាត់ចង់ទិញទុរេនចាស់ហ្នឹងយកទៅផ្ញើដល់កូនគាត់ទៅតម្រាំតទៅដល់ហ្នឹង3-4ថ្ងៃហ្នឹងទុំបានហូបចឹងណាបងប្អូនហើយបើសិនជាមកនោះបើយើងចង់ទិញទុរេនទុំដើមបាយជាអត់ទាន់ទេព្រោះមានអ្នកគេចូលចកាមកទិញច្រើនដែរអញ្ចឹងចាបងប្អូននៅនេះមានផ្លែមង្ឃុតនិងសាវម៉ាវគាត់មានលក់ទុរេនមង្ឃុតនិងសាវម៉ាវផងដែរប៉ុន្តែដល់ពេលនាងខ្ញុំចូលចកាទៅឃើញសាវម៉ាវគាត់បេះអស់ខ្លះហើយសាវម៉ាវខ្លះក៏នៅខ្ចីដែរអញ្ចឹងដល់ពេលអញ្ចឹងទៅនាងខ្ញុំទិញបានតែទុរេនអត់បានទិញសាវម៉ាវទេហើយមង្ឃុតក៏នៅខ្ចីដែរចាបងប្អូននៅពេលដែលយើងមកលេងចកាទុរេនអញ្ចឹងក៏ម្យ៉ាងដែរធ្វើឲ្យយើងកាត់ stress បន្ធូរបន្ថយអារម្មណ៍តានតឹងអូអានេះច្រើនណាបងឡើយមកចកោមវាមកភ្លួបងប្អូនទុរេនរបស់គាត់ណាគឺច្រើនដែរមែនតើអ្នកខ្ញុំក៏មិនបានសួរគាត់ថាប្រហែលដើមដែរប៉ុន្តែចកាគាត់ដល់ខាងក្រោយប៉ុន្តែអ្នកខ្ញុំមកតែធម្មចកាខាងមុខផ្ទះគាត់នឹងឯងហើយមកមើលមកថតវីដេអូតិចតួចហើយក៏ទៅផ្ទះវិញនឹងឯងក៏អត់បានថតអីច្រើនដែរដោយសារខែនេះជាខែទុរេនបើយើងមកដល់ចកាយើងជ្រុលហើយយើងថតរូបភាពឲ្យបងប្អូនបានមើលតែម្ដងទៅ
đá vào đây viên từ đấy đã bao hạt nó đã mưa tôi cho lái nọ thọt ai nọ lái viên từ đấy nó còn bọc từ đấy nó đạn mất bọc từ đấy nó đấy nhẹ từ đấy này ăn tao mốc á បងប្អូនចកាត្រេនគាត់គឺនៅជាប់ខ្នល់ជាតិតែម្ដងអូនតែដាច់ត្រេនគេកូនដាស់មកកូនមកដាស់មកមកអេមកនេះបេះមកបងបេះមកមួយបេះមួយមកសាមកនេះសាបេះមកហែកមើលគ្រាប់មើលញ៉ាំមើល chị bán ចាបងប្អូនសមឲ្យគាត់ច្រឡក់នៅសល់1 2អីចឹងទុំ1 2ចឹងទេហើយបើខ្ចីវិញនៅទាំងស្រោមតែម្ដងអត់ទាន់ទុំល្អទេហើយសមឲ្យគាត់ថាគាត់បេះបានខ្លះនៅខ្ចីច្រើនអីចឹងណា ចាបងប្អូននេះគេហៅដើមឡងកងបងប្អូនឡងកងនេះនៅក្តាប់ពេលវាអត់ទាន់ធំទេហើយផ្លែវាច្រើនមែនតើហ្មងពីចុងមករហូតដល់ចុងគល់ចាបងប្អូនសម្រាប់តាមនេះគឺដើមឡងកងដែរប៉ុន្តែឡងកងនេះវាមានធំតូចអីចឹងខ្លះទុំខ្លះនៅខ្ចីមកចកោវានោះមានតែខ្លះទុំខ្លះខ្ចីវាអត់ទាន់ទុំស្មើទេ បងប្អូនសាកសម័យមើលបើសិនជានៅផ្ទះយើងមានតែមួយដើមពីរដើមនឹងសប្បាយចិត្តប៉ុណ្ណាមែនទេដល់ពេលវេលាត្រូវការ relax អីចឹងទៅយើងចង់សម្រាកអីចឹងទៅយើងមកអង្គុយក្រោយផ្ទះមកបេះផ្លែឈើញ៉ាំមានអារម្មណ៍ថាសប្បាយចិត្តរីករាយមែនតើមិនដឹងថាបងប្អូនមានចិត្តដូចខ្ញុំអត់បើសម្រាប់ខ្ញុំចូលចិត្តទៅលេងចកាផ្លែឈើអីចឹងជាជាងទៅលេងទឹកសមុទ្រ តែបើទៅលេងសមុទ្រវិញគឺចូលចិត្តទៅញ៉ាំគ្រឿងសមុទ្រច្រើនជាងបងប្អូនឥឡូវខ្ញុំអត់ហ៊ានបញ្ចូលសំឡេងដាក់នៅក្នុង YouTube ទេព្រោះអី YouTube គេចាប់សំឡេងអញ្ចឹងទៅនៅពេលដែលខ្ញុំចុច apply គេអត់ឲ្យទេដោយសារវាជាប់សំឡេងអញ្ចឹងទៅវាពជាពេលធ្វើឲ្យខ្ញុំខាតពេលវេលាហើយខ្ញុំក៏បានលុបវីដេអូខ្លះចោលអញ្ចឹងដោយសារនាងខ្ញុំដាក់សំឡេងនៅក្នុង CapCut អញ្ចឹងណាបងប្អូន ឡងពេលខ្ញុំទៅលេងចកាបងប្អូនទិញត្រេនបានមួយផ្លែហើយត្រេនហ្នឹងទម្ងន់វា2គីឡូ2ខាំបងប្អូនត្រេនហ្នឹងខ្ញុំទិញមកហ្នឹងវាមានកណ្ដង2ម្ចាស់ចកាថាកណ្ដង2អញ្ចឹងត្រេនហ្នឹងគាត់បេះមកចាស់អញ្ចឹងត្រេនអត់ទាន់ទុំទេលុះត្រាតែគាត់យើងទិញទៅយើងទុក2 3ថ្ងៃទៅត្រេនហ្នឹងទុំហើយបានយើងបានពុះញ៉ាំបានតែខ្ញុំទិញមកទុកបានមួយថ្ងៃក៏វាជ្រុះកណ្ដងដល់ពេលទៅខ្ញុំសម្រេចចិត្តថាកាប់ត្រេនហ្នឹង បងប្អូនមើលកាប់អត់ចេះពុះត្រេនទេយកកង្វិតមកកាប់យកតែម្ដងប៉ុន្តែចៃដន្យអីពេលយើងហែកមកត្រេននឹងទុំហើយតែគ្រាន់ថាវាអត់ទាន់ទុំចូលខ្លាំងទេខ្ញុំពុះត្រេននឹងហើយបងប្អូនដឹងត្រេននឹងសបកវាប៉ុន្មានអត់សបកវានឹង1គីឡូ2ខាំហើយបងប្អូនសាច់ត្រេននៅសល់តែ1គីឡូទេហើយនិយាយទៅត្រេននឹងប្រហែលជាបានប្រហែលជា7គ្រាប់ទេបងប្អូនតែគ្រាន់ថាគ្រាប់វាទូចអញ្ចឹងណាហើយសាច់វាច្រើន ចាសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំត្រេនខ្ញុំគិតថាគាត់មើលវីដេអូនាងខ្ញុំហើយគាត់ពិតជាចង់ទៅទិញត្រេនខ្ញុំមកញ៉ាំហើយនេះគឺត្រេនចកាហ្មងអានេះថាត្រេនអត់មានប្រើថ្នាំប្រើអីទេអញ្ចឹងណាចាបងប្អូនអ្នកដែលចូលចិត្តញ៉ាំត្រេនប៉ុណ្ណាក៏ដោយញ៉ាំតែមួយគ្រាប់អីបានហើយឥឡូវនេះត្រេនខ្ញុំពុះហើយឥឡូវខ្ញុំយកមកញ៉ាំតែមួយគ្រាប់ញ៉ាំចង់អស់ក្នុងពួកអីសាច់របស់វាហ្នឹងគឺច្រើនមែនតែនហើយគ្រាប់វាតូចទេ ហើយបងប្អូនមើលឆ្ងាញ់ណាស់សាច់ត្រេនហ្នឹងគឺញ៉ាំឡើងល្អួតហើយសាច់វាឡើងផ្អែម
ញ៉ាំតែមួយគ្រាប់ញ៉ាំអត់ចង់អស់ផងហ្នឹងហើយបើយើងញ៉ាំច្រើនក៏វាមិនសូវល្អដែរសម្រាប់អ្នកដែលគាត់ចង់សម្រក់ធ្ងន់ត្រេនគឺជាស្ដេចផ្លែឈើផ្អែមមែនតើបងប្អូនញ៉ាំច្រើនក៏វាអត់សូវល្អសម្រាប់អ្នកដែលគាត់មានជំងឺប្រចាំកាយឬអ្នកមានជំងឺទឹកនោមផ្អែមតែបើបងប្អូនចង់ញ៉ាំគួរញ៉ាំត្រេនដែលអត់សូវទុំនៅឈប់ត្រេននេះខ្ញុំទិញនេះគឺស្ទុំហើយតែវានៅសាច់ស្ងួតអញ្ចឹងវាអត់ប៉ែកទេបងប្អូនសម្រាប់ត្រេនចកាត្រេនថៃត្រេនអីត្រេនចកាខ្មែរយើងគឺឆ្ងាញ់សាច់វាឡើងល្អួតហើយឡើងផ្អែមហើយឡើងឈ្ងុយតែម្ដងខ្ញុំខ្លួនឯងអាចហ៊ានញ៉ាំច្រើនដែរបងប្អូនដោយសារថាយើងរក្សាគីឡូឲ្យនៅតែអត់ឲ្យឡើងគីឡូអញ្ចឹងណាហើយក៏ខ្ញុំចង់សម្រក់គីឡូ1គីឡូ2គីឡូទៅមុខទៀតដែរអញ្ចឹងខ្ញុំចង់ឲ្យស្គមមាននឹងតិចទៀតចាអរគុណជំរាបលាសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំ